ឥឡូវការបត់ជើងតូចរបស់បងរយៈពេល2 ខែហ្នឹងចុះណាបាទទី1បងមានឈឺពោះថ្ងាត់ឈឺកណ្ដោពោះនៅលើថ្ងាត់ទីទួចឹងទៅមិនចឹងណាបាទហើយការបត់ជើងរបស់បងហើយថាមិនលើសពី10 ដងនេះណាតែខ្ទង់10 11 12ហ្នឹងណាបាទពេលយប់មិនសូវវិញពេលយប់មិនសូវពេលយប់គឺកាប់1យើងកាប់2យើងកាប់អត់ហ្មងបាទ1 2ឆ្ងាត់អត់ហើយយើងបត់ជើងតូចយើងកាត់ហាយបងប្អូនមកទីទួតែតិចតួចទេបាទតិចតួចតិចតួចពេលដែលបាទពេលដែលបងភាសាវិទ្យាមែនទេបាទអញ្ចឹងវាប្រឹងឲ្យយើងកន្ត្រាក់ផ្លោកនោមឲ្យយើងចង់ទៅនោមបងទៅយើងប្រឹងយើងកាត់ហាយតិចបាទកាត់ហាយជើងតិចទៅពួកអីឲ្យតែបងដាក់វិទ្យាកាហ្វេណាតែឲ្យតែពេលជាណាដែលបើកម្លាំងមានទីតូរីមកជុំទៅញូចនៅផ្លោកនោមឲ្យកន្ត្រាក់ណាអញ្ចឹងមូលហេតុគឺបងទៅអត់ជើងញឹកញាប់នេះកាន់តែញឹកគឺកាន់តែកាត់ហាយបងនោមណាយើងឈឺតិចចឹងទៅណាបាទតែសញ្ញាសំខាន់nhấtគឺអារម្មណ៍របស់បងគឺចង់ទៅបន្ទប់ទឹកហ្នឹងបន្តិចចង់ទៅបត់ជើងតូចបន្តិចចង់ទៅបត់ជើងតូចគឺនឹងសំខាន់ជាងតែតោះផ្លោកនោមសកម្មណាតែដោយសារបងធ្វើទុកអត់តន់ដល់ឆ្នាំណាអញ្ចឹងរោគសញ្ញារបស់បងពេញលេញទៅលើផ្លោកនោមសកម្មណា over to bladder ហើយទឹកនោមមានពពុះក៏ដោយសារតែបញ្ហានេះទូដែរណាបាទជួនកាលពេលដែលបងទៅអញ្ចឹងបងអាចទប់បានជាមួយទឹកនោមច្រើនកាលណាច្រើនយ៉ាងពពុះច្រើនតិចទៅកាលណាបងទៅតិចពពុះវាតិចទៅតាមនោះចឹងទៅណាដោយសារតែប៉ុន្តែមួយចំនួនដោយសារផ្លោកនោមវាប្រឹងតែត្រាក់ជាប់អត់សញ្ញាចឹងក៏អាចប៉ះពាល់ទៅលើទឹកនោមរបស់បងដែរណាហើយការចុករោយចង្កេះហ្នឹងគាត់តែបន្តបន្សំទេតែដោយសារខ្ញុំផលិតមិញនេះការចុករោយចង្កេះរបស់បងអាចដោយសារតែបងអង្គុយឈរយូរទេណាអត់តាក់តងទៅរងនោមព្រោះណាបាទខ្ញុំអង្គុយរហូតនេះគ្រូបាទតែនេះទី2អាចមានចុករោយចង្កេះច្រើនដែរទី2បាទព្រោះថាជាទូទៅផ្លោកនោមសកម្មមានតាមកម្រិតបើកម្រិតធ្ងន់ហ្មងមិនតែប៉ុណ្្នឹងទេចុកអួលទៅពងស្វាក់ខ្លាំងទៀតណាហើយរោយមកចង្កេះទាំងសងខាងត្រង់នោមដែលយើងសង្ស័យអូសង្ស័យមានគ្រូហ្នឹងតែមិនអត់ទេដោយសារតែគាត់យូរឆ្នាំពេកហើយការបាត់ជើងមិនប៉ុណ្្នឹងទេណាបងមួយថ្ងៃ40 ដងខ្ញុំស្គាល់តែទុកទៅទេបាទហើយយប់ឡើងអត់បានគេអញ្ចឹងបាទចឹងចង់និយាយបងថាការព្យាបាលអាស្រ័យលើតនការស្រាលប្រជុំធ្ងន់ហើយការព្យាបាលថ្នាំក៏មិនប្រើច្រើនដែរបងតាមមួយមុខអីទេណាបាទ